បាទជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកលេងស្រកហើយបាទមកខាងបន្ទីមានជ័យទៀតហើយថ្ងៃនេះមកស្ទូចត្រីនឹងស្រែនឹងបុកលហងហូបបាយលក្ខណៈគ្រួសារនៅកណ្ដាលវាស្រែបាទបងប្អូនមានខ្យងមានក្តាមយើងអូបាយជើងបុកអំបិលឆ្ងាញ់មែនទែនបាទតោះឥឡូវខ្ញុំចេញដំណើរទៅហើយបាទនេះជីគូយន់ចេញទៅស្រែបាទបងប្អូនចេញទៅរៀងឆ្ងាយក្រិនដែរបាទពីភូមិហើយក៏ឥឡូវក៏វាស្រែស្រូវនេះអូពុងពេញចិត្តទុំហើយបាទតាមកអាទិត្យពីអាទិត្យទៀតនេះក៏ទុំច្រូតបានហើយបាទនេះខ្ញុំក៏មកដល់ពាក់កណ្ដាលផ្លូវបាទនេះអូមានគីប៊ុំទឹកប៊ុំអីចូលស្រែបាទអូសប្បាយណាស់បាទហើយក៏មកដល់សុំស្ទូចត្រីនឹងស្រះគេបាទយ៉ាស្ទូចនៅដាក់ប៉ាំងបានមួយដែរបាទបងប្អូនបានមួយបាទត្រីចាបាទយ៉ាមកល្មមបាទបងប្អូនថ្ងៃនេះយកតែ3ក្បាលបានហើយទៅមើលសន្ទូចរបស់ Mr. Long បងប្អូននេះបាទមើលគាត់នេះដាក់យ៉ាដាក់អត់ស៊ីបាទអត់វត្តបាទនេះមកគេថាមិនវត្តទេត្រីគេយូយពីដងគេទៅនើបជាងខ្ញុំទៀតបងប្អូនបានធំណាស់ប៉ុណ្ណាណៃអត់1.1 គីឡូជាងបាទហើយមើលត្រីនេះបាទនេះបានមកទុកអាំងបាទបងប្អូនឥឡូវខ្ញុំទៅបេះអ្នកនេះហើយនៅក្មេងៗរត់លេងកណ្ដាលវាស្រែសិនអូយពីទេសភាពស្អាតមែនទែនបាទបងប្អូនទាំងអស់គ្នារត់លេងនេះរត់ទៅបេះអ្នកនេះទេបាទបេះទៅសក់បេះជែកបេះលហុងយូរមកទុកបុកបាទនេះវាដល់ចង្ការវាស្រែជ្រោនោះរបស់ហូបមានឃុំទៀតពុកទៅយកបានឃុំមកសម្បុកទុកអាំងអូក្មេងៗជួយចិត្តបាទហើយខ្ញុំក៏ចាប់ផ្ដើមហើយអស់ហើយក៏មកបុកលហុងហើយដាក់កសាំងផងអីផងនោះនេះហើយបាទមានបញ្ជូរកសាំងមានបញ្ជូរក្រូចឆ្មាអីនេះខ្ញុំក៏លីគ្នានេះជាមួយចេកជាមួយទៅសក់ស្រូវបាទទៅសក់ស្រូវឲ្យបុកចូលគ្នាជាមួយសណ្ដែកគួរលហុងអីមាននំបញ្ចុកទៀតបាទទិញនំបញ្ចុកទៅជីគូយន់ទៅសបាយមែនទែនបាទហើយវាឆ្ងាញ់ត្រីអាំងស្រែបាយបុកអំបិលម្ទេសអូត្រីរូបបាទនេះបុកដាក់3 4ត្បាល់ទៅបាទបងប្អូនមិនមែនថាមួយត្បាល់ទេបាទបុកឡើងដាក់ហើយដាក់តិចនេះបាទខ្យងនេះក៏ឆ្អិនហើយបាទចាប់ផ្ដើមចាក់ចូលហើយឌីគឺមានស្លំជូរផលិតស្រុកស្រែទៀតបាទមកឆ្នាំងល្មមមកចាក់បុកលហុងបុកអីចូលមកមានខ្យងមានអីដាក់ជាមួយគ្នាហើយបាទវាឆ្ងាញ់ជាតិអូយឃើញមកឆ្ងាញ់បងប្អូននិយាយមែនបាទនៅកណ្ដាលវាស្រែខ្យល់មកលហើយខ្ញុំក៏ដាក់យកហើយហូបឡើងចែកតែបាយថ្ងៃបាទបងប្អូនទាំងអស់គ្នាបូមយកបាទហើយក៏នៅស្រុកស្រែយើងនេះមិនខ្វះអីហូបទេបាទបងប្អូនមានលហុងមានលងមានពូតមានអីពេញទៅនេះហើយត្រីក៏ត្រីចិញ្ចឹមត្រីស្ទូចរោបានតាមស្រុកស្រែអូស្ទូចក៏បានដែរត្រីក្រាញ់ត្រីអីបានច្រើនតែថ្ងៃនេះទៅស្ទូចនឹងត្រាស់ស្រះគេចិញ្ចឹមបាទនេះក៏ខ្មុំអាំងបែលម្ទេសបាទក៏ច្បាច់ទឹកខ្មុំចូលយកជាតិផ្អែមតិចក្មេងៗក៏ហូបហើយនេះចុកយាយគេបងប្អូនអូមួយចានតែ2នាក់ទេបាទហើយនេះមកដល់វគ្គត្រីអាំងឆ្អិនទៀតហើយបងប្អូននេះលហុងលីបាយនេះខ្ញុំក៏មិនបងអង្គទេហែកដៃណែបាទយកហូបដៃឆ្កុចជាមួយអំបិលម្ទេសអូនិយាយពីជាតិអូជាតិហើយណាមួយខ្យល់អាកាសធាតុល្អទៀតមិនក្តៅវាពីខ្យល់មុំជាមួយនឹងបុកលហុកអីចេះមុំបាទបងប្អូនក្រាក់ឃើញក៏លេបទឹកមាត់ដែរបាទខ្ញុំនេះបញ្ចូលសលេងហ្នឹងអូលេបទឹកមាត់ទៅតាមមកធ្លាប់ហូបហើយមិញទៀតបាទ